តើអ្នករាល់គ្នានៅទីនេះមានផ្ទុកស្លាកស្នាមដែលមិនអាចលុបបាននៅក្នុងចិត្តដែរឬទេជីវិតជារឿយដឹកនាំយើងឲ្យដើរក្នុងកំហុសដ៏ធ្ងន់ធ្ងរប្រហែលជាវាជាការបរាជ័យក្នុងអាជីវកម្មរបួសយ៉ាងជ្រៅក្នុងទំនាក់ទំនងឬអតីតកាលដ៏អាម៉ាស់ដែលយើងមិនអាចនិយាយចេញមកបានក្នុងគ្រានោះពិភពលោកឬសូម្បីតែសម្លេងក្នុងចិត្តយើងផ្ទាល់តែងតែខ្សឹបប្រាប់មិនឈប់ថាអ្នកគឺជាអ្នកបរាជ័យតើមនុស្សនឹងគិតយ៉ាងណាបើពួកគេដឹងរឿងនេះអ្នកនៅតែជាមនុស្សដដែលអ្នកនឹងមិនផ្លាស់ប្ដូរឡើយការចោទប្រកាន់ទាំងនេះបានចាក់ជ្រៅទៅក្នុងព្រលឹងរបស់យើងដូចជាស្នាមសាក់ហើយទាញយើងឲ្យធ្លាក់ចុះរាល់ពេលដែលយើងព្យាយាមចាប់ផ្ដើមថ្មីទោះជាយ៉ាងណាក៏ដោយព្រះជាម្ចាស់ផ្ទាល់បានប្រកាសថាទ្រង់បានរំលាយស្លាកស្នាមដ៏សាហាវទាំងនោះចេញអស់ហើយនៅពេលដែលជនជាតិអ៊ីស្រាអែលចូលទៅក្នុងទឹកដីកាណានពួកគេបានទទួលពិធីកាត់ស្បែកនៅពេលនោះព្រះជាម្ចាស់មានបន្ទូលថានៅថ្ងៃនេះយើងបានរំលាយសេចក្តីដំណៀលពីស្រុកអេស៊ីបចេញពីអ្នករាល់គ្នាអស់ហើយយូស្វេ5:9ក្នុងបរិបទនេះសេចក្តីដំណៀលភាសាហេប្រឺខឺផេមានន័យថាជាការអាម៉ាស់ការប្រមាថនិងភាពមិនទៅសង្ស័យតើអ្វីទៅជាសេចក្តីដំណៀលពីស្រុកអេស៊ីបសម្រាប់អ៊ីស្រាអែលវាគឺជាការមើលងាយដែលពួកគេបានស៊ូទ្រាំក្នុងអំឡុងពេល430ឆ្នាំនៃការធ្វើជាទាសករនិងការចំអកពីពិភពលោកដែលថាពួកគេនឹងស្លាប់នៅក្នុងទីហោស្ថានតែប៉ុណ្ណោះនៅកន្លែងមួយដែលគេហៅថាគីលកាព្រះជាម្ចាស់បានរំលាយរាល់ភាពអាម៉ាស់នៃអតីតកាលរបស់ពួកគេចេញយ៉ាងស្រឡះគីលកាមិនមែនគ្រាន់តែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេវាគឺជាកន្លែងដែលប៊ូតុងរ៉េសិតនៃជីវិតរបស់យើងត្រូវបានចុចដើម្បីសម្អាតរាល់ស្នាមប្រឡាក់និងភាពអាម៉ាស់ព្រះគុណនៃការរំលាយចេញនេះត្រូវបានបង្ហាញយ៉ាងពេញលេញនៅឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទព្រះយេស៊ូវបានទទួលរាល់ភាពអាម៉ាស់ដែលយើងគួរតែផ្ទុកទ្រង់ត្រូវបានគេស្ដោះទឹកមាត់ដាក់ចំអកនិងប្រមាថសូម្បីតែព្រះវរបតាក៏បានបោះបង់ទ្រង់ចោលទាំងស្រុងដែរព្រះយេស៊ូវបានចាក់សេចក្តីដំណៀលឈើផេរបស់យើងទៅក្នុងរូបកាយទ្រង់ហើយដោយការរំលាយថ្មដ៏ធំដែលបិទភ្នូរចេញទ្រង់បានរស់ឡើងវិញនៅពេលដែលយើងនៅក្នុងព្រះគ្រីស្ទកំហុសក្នុងអតីតកាលឬរបួសផ្លូវចិត្តមិនមែនជាអ្វីដែលកំណត់អត្តសញ្ញាណរបស់យើងទៀតឡើយដោយដែលបទគម្ពីរចែងថាដូច្នេះបើអ្នកណានៅក្នុងព្រះគ្រីស្ទអ្នកនោះជាសត្វលោកថ្មីអស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅហើយមើលចុះគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ2កូរិនថូ5:17ឈើឆ្កាងគឺជាប៊ូតុងរ៉េសិតដ៏អស់កល្បណៃជីវរបស់យើងភាពអាម៉ាស់របស់យើងត្រូវបានរំលាយចេញរួចហើយដោយព្រះនៃគីលកាព្រះលោហិតដែលព្រះយេស៊ូវបានបង្ហូរនៅលើឈើឆ្កាងបានគ្រប់ដណ្ដប់លើអតីតកាលដ៏អាម៉ាស់របស់យើងទាំងអស់នៅពេលដែលព្រះជាម្ចាស់ទតមកយើងទ្រង់មិនបានឃើញអ្នកមានបាបឬអ្នកបរាជ័យឡើយទ្រង់ទតឃើញកូនជាទីស្រឡាញ់និងមនុស្សដ៏វិសុទ្ធដែលគ្មានមន្ទិលវាដល់ពេលដែលត្រូវបោះចោលអវរហែកនៃភាពអាម៉ាស់ហើយពាក់សម្លៀកបំពាក់ថ្មីដែលព្រះជាម្ចាស់បានរៀបចំទុកឲ្យចូលឈានទៅមុខដោយភាពជឿជាក់ថ្ងៃនេះរបស់អ្នកគឺជាការចាប់ផ្ដើមថ្មីស្រឡាងដែលមិនជាប់ជំពាក់នឹងម្សិលមិញរបស់អ្នកឡើយ